សារ៉ាពីលេខ1ដល់លេខ100សារ៉ាស្រឡាញ់លេខម៉ានសាលេខ100ដូចខ្ញុំដែរខ្ញុំស្រឡាញ់យើង100%អើយ100%អូនស្រឡាញ់បង100%អូនត្រូវការស្ងួនស្វីតអីសាក់លេងទេណាអរគ្នានិយាយទៅថ្ងៃនេះអ្នកជំងឺជួបគ្នាគឺសលេងកងួរហ្មងកងួរដល់គ្នាខ្ញុំឈឺមុនគេខ្ញុំបើកឆាកមុនគេក៏មកខ្ញុំទី2កាមីឥឡូវហ្នឹងខ្ញុំ2អ្នកកំពុងតែមកចម្លងពួកម៉ាក់នៅក្នុងក្រុមដើម្បីឲ្យជាឥឡូវឧទាហរណ៍ថាបើសិនជាមួយថ្ងៃទៀតខ្ញុំទៅវៀតណាមហើយសារ៉ាមានអារម្មណ៍ម៉េចទៅទីអីផ្ញើអត់ទិញអូយអ្នកគ្នានិយាយទៅគឺដឹងតែគេចង់បានលុកខវៀតណាមបែបកៅស្អាតស្អាតស្វែកត្រូវគេត្រូវអត់ចិត្តឯឡាយតែថ្លៃខ្ញុំទិញឲ្យបានឈុតខ្ញុំមើលតាមជាក់ស្ដែងបើសិនជាឈុតដល់ថ្លៃខ្ញុំទិញឲ្យតែមួយតែបើថាតម្លៃល្មមអាចទិញ2 3ឲ្យអូខេចឹងវីដេអូនេះធ្វើជាសាក់សីអ្នកនរគ្នាអូខេកំបោកអត់បោកគេព្រោះដោយសារតែក្អាយខ្ញុំទិញបានតែទឹកក្រូចវាថ្លៃពេកសុំពេលបន្តិចអូខេនេះមកជម្រុះកសិកាជាមួយនឹង Felix Climax ដោយសារតែមួយអាទិត្យយើងត្រូវជម្រុះកសិកាធ្វើមិនឲ្យបាន2ដងតែតងជាមួយនឹងរបៀបប្រើ Climax អ្នកនរគ្នាមួយចំនួនតូចឬក៏មួយចំនួនធំប្រហែលជាដឹងហើយត្រូវអត់ងាយហើយសូមតែអ្នកនរគ្នាគ្រាន់តែលាបវាឲ្យសព្វមើលមុខអ្នកនរគ្នាអ្វីដែលសំខាន់អ្នកនរគ្នាបាច់លាបឲ្យក្រាស់ៗពេកទេពីអ្នកនរគ្នាលាបសព្វមុខហើយយើងទុកចាររយៈពេល10ទៅ15នាទីបន្តមកទៀតយើងធ្វើការលាងចេញយើងក៏ចូលបិទជាមួយនឹងម៉ាស់ស្លឹកម្ដងដោយសារតែយើងមកជម្រុះជាមួយនឹងកសិកាចាស់ហើយយើងត្រូវតែបិទជាមួយនឹងម៉ាស់ស្លឹកបន្ថែមដើម្បីឲ្យស្បែកមុខយើងមានសំណើមហើយសម្រាប់ការបិទម៉ាស់នេះក៏យើងទុកអត់យូរដែរអ្នកនរគ្នាយើងទុកប្រហែលជា5ទៅ10នាទីទៅហើយយើងបកចេញទៅបើសិនជាអ្នកនរគ្នាមានគ្រីមឬក៏អីលើប្រយុទ្ធអ្នកនរគ្នាលើបន្ថែមបានណា